Ok សួស្តីអ្នកនរគ្នាថ្ងៃនេះយើងមកជួបគ្នាជាមួយនឹងវីដេអូរៀនអំពីការប្រៀបធៀបពាក្យរបស់អត្ថន័យនៃពាក្យនីមួយៗដែលខ្ញុំបានសិក្សាអំពីវីដេអូបរទេសនិងវីដេអូរបស់ខ្មែរហើយពេលនេះយើងតែងជួបជាប្រចាំហើយជាពាក្យសាមញ្ញទេតែវាអាចនឹងច្រឡំគ្នាអញ្ចឹងយើងមក break down វាទាំងអស់គ្នាតើវាខុសគ្នាមិនអញ្ចឹងពាក្យ scared ហើយនិង afraid អញ្ចឹងភាពខុសគ្នារវាងពាក្យ scared និង afraid ហ្នឹងវាខុសគ្នាមិនអញ្ចឹងយើងចូលទៅមើលទៀតscare មានន័យថាខ្លាចឬភ័យខ្លាចភ្លាម example I am scared of snakes អញ្ចឹងបើខ្ញុំខ្លាចពស់អញ្ចឹងក៏ឃើញពស់ខ្ញុំខ្លាចពស់អញ្ចឹងណាអាហ្នឹងគឺនិយាយពី suddenly វាភ្លាមអញ្ចឹងទៅហើយវា informal វាអត់ផ្លូវការអីណាទេអញ្ចឹងពី afraid មានន័យថាខ្លាចឬការព្រួយបារម្ភបើយើងនិយាយអំពី afraid វាអាចនិយាយពី long term ន័យថាយើងវា formal ហើយវា long term អញ្ចឹងទៅអញ្ចឹងហើយចូលឧទាហរណ៍ example she is afraid that she might fall in exam sorry that might fall the exam អញ្ចឹងបានន័យថាគាត់ព្រួយបារម្ភពីអនាគតរបស់គាត់ខ្លាចទៅឡងធ្លាក់អីចឹងទៅអាហ្នឹងវាជាផ្លូវការហើយជា formal វានិយាយទៅវាជា long term ហើយយើងcomparison មកវាយើងប្រៀបធៀបគ្នា scare យើងអាចនិយាយថាវាជាអារម្មណ៍ដែលយើងភ័យខ្លាចភ្លាមហើយ afraid ហ្នឹងវាព្រួយបារម្ភទូទៅវាអាចនិយាយទូទៅវាជា long term និយាយទៅវាទាំងផ្លូវការជាងអីចឹងទៅណាហើយយើងចូលដល់ summary របស់វាអញ្ចឹងយើងមាន scare យើងខ្លាច afraid ខ្លាចឬព្រួយបារម្ភ scary គួរឲ្យខ្លាចដែលវាមកមិនសូវជាខុសគ្នាអីប្រហែលទេក៏ថាយើងការប្រើប្រាស់របស់វាគឺយើងអាចប្រើឲ្យច្បាស់ទៅឲ្យត្រឹមត្រូវអញ្ចឹងទៅជាងការនិយាយភាសាអង់គ្លេសយើងកាន់តែច្បាស់អញ្ចឹងខ្ញុំបញ្ជាក់មកវិញគឺយើងនិយាយពី scare យើងនិយាយពីភាពភ័យខ្លាចភ្លាមបើយើងឃើញភ្លាមអញ្ចឹងយើងខ្លាចអីចឹងទៅហើយបើយើងនិយាយអំពី afraid ចឹងមិនន័យថាយើងព្រួយបារម្ភអំណាចឧបមាថាខ្ញុំឡើងភ្នំអញ្ចឹងទៅខ្ញុំខ្លាចទីខ្ពស់អីចឹងទៅខ្ញុំព្រួយបារម្ភខ្ញុំអត់តាមឡើងថាខ្ញុំព្រួយបារម្ភទឹកមុនហ្នឹងវាជា formal ហើយយើងអាចនិយាយនៅក្នុងទម្រង់ជាសំណេរយើងអាចនិយាយជា afraid បានព្រោះថាវា formal ជាងអញ្ចឹងយើងនឹងចាំជួបគ្នានៅវីដេអូក្រោយ Thank you